អង្គការសង្គមស៊ីវិលធ្វើការតាក់ទងនឹងវិស័យដីធ្លីនៅកម្ពុជាស្នើសុំធនាគារពិភពលោក World Bank បើកកិច្ចប្រជុំមួយនៅប្រទេសថៃដើម្បីឲ្យតំណាងបរដ្ឋមានចំនួនដីធ្លីសម្ដែងមតិជុំវិញគម្រោងធនាគារផ្ដល់ប្រាក់កម្ចីឲ្យកម្ពុជាឡើងវិញจากក្រុមមេធាវីអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏គ្រោងនឹងដាក់ភស្តុតាងថ្មីបន្ថែមទៀតទៅធនាគារមួយនេះជុំវិញការកើនឡើងនៃអំពើរំលោភសិទ្ធិដីធ្លីពីរដ្ឋធានី Washington លោកយុនសមៀនរាយការណ៍ស្ថាបនិកអង្គការសិទ្ធិមនុស្ស Human Rights USA និងជាមេធាវីអាមេរិកលោក Morton Sklar ព្រមានថាប្រសិនបើធនាគារពិភពលោក World Bank ចុះចេះផ្ដល់ជំនួយទៅកម្ពុជាវិញដោយមិនបានសិក្សាពីផលប៉ះពាល់ចំនួនដីធ្លីជាមុននោះក្រុមអង្គការសង្គមស៊ីវិលនឹងតវ៉ាទៅសភាសហរដ្ឋអាមេរិកលោក Morton Sklar បញ្ជាក់ថាកាលពីឆ្នាំ2014សភាសហរដ្ឋអាមេរិកធ្វើច្បាប់មួយពិនិត្យករណីធនាគារពិភពលោកប្រចាំនៅកម្ពុជាក្នុងច្បាប់នោះចែងថាធនាគារពិភពលោកនិងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមិនអនុញ្ញាតឲ្យផ្ដល់ការគាំទ្រដល់រដ្ឋាភិបាលកម្ពុជាទេប្រសិនបើចំនួនដីធ្លីមិនអាចដោះស្រាយបានល្អប្រសើរច្បាប់នោះត្រូវបានលោកបារ៉ាក់អូបាម៉ាប្រធានាធិបតីសហរដ្ឋអាមេរិកចុះហត្ថលេខា I think if they do move forward they have abdicated their responsibilityខ្ញុំយល់ថាប្រសិនបើធនាគារនៅតែជំនះផ្ដល់ប្រាក់កម្ចីទៅឲ្យប្រទេសកម្ពុជានោះធនាគារនេះបានរំលោភទៅលើគោលការណ៍របស់ខ្លួននិងការរំលោភបំពានទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិកពីព្រោះប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាទៅលើសេចក្តីសម្រេចមួយកាលពីឆ្នាំ2014មិនអនុញ្ញាតឲ្យមានប្រាក់កម្ចីថ្មីទៅរដ្ឋាភិបាលកម្ពុជាលុះត្រាតែចំនួនដីធ្លីនៅកម្ពុជាត្រូវបានដោះស្រាយឲ្យបានល្អប្រសើរការប្រមាននេះធ្វើឡើងកាលពីថ្ងៃទី3កុម្ភៈបន្ទាប់ពីលោក Morton Sklar ដាក់លិខិតមួយទៅធនាគារពិភពលោកស្នើឲ្យមានកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុងបាងកកប្រទេសថៃដើម្បីឲ្យពលរដ្ឋមានចំនួនដីធ្លីសម្ដែងមតិដោយឥតភ័យខ្លាចការគំរាមកំហែងរបស់អាជ្ញាធរទីក្រុងភ្នំពេញ The reason for this latest letter is that a lot of things have been happening in the last គោលបំណងនៃលិខិតនេះដោយសារតែមានព្រឹត្តិការណ៍ជាច្រើនបានកើតឡើងនៅក្នុងរយៈពេលប្រមាណសប្តាហ៍ចុងក្រោយនេះបង្ហាញថាការបង្ខំបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែងកំពុងមានសភាពធ្ងន់ធ្ងរចំណុចមួយទៀតគឺមានព័ត៌មានថាធនាគារពិភពលោកគ្រោងនឹងចាប់ផ្ដើមផ្ដល់ប្រាក់កម្ចីឲ្យប្រទេសកម្ពុជាឡើងវិញបើទោះបីជាធនាគារនេះធ្លាប់សន្យាថានឹងមានកិច្ចប្រជុំពិភាក្សាឲ្យបានល្អិតល្អន់មុននឹងផ្ដល់ប្រាក់កម្ចីទាំងនោះកាលពីខែតុលាឆ្នាំ2014នាយកធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍លោក Orit Sajau បញ្ជាក់ថាធនាគារពិភពលោកបន្តផ្អាកផ្ដល់ប្រាក់កម្ចីដល់កម្ពុជាពីព្រោះសមាគមផ្ដល់ជំនួយអន្តរជាតិរបស់ធនាគារនៅមិនទាន់បានពិចារណាសម្រាប់ផ្ដល់ប្រាក់កម្ចីទៅកម្ពុជានៅឡើយទេលោក Orit Sajau បន្តថាការសន្យាផ្ដល់ប្រាក់កម្ចីណាមួយនោះតម្រូវឲ្យមានកិច្ចពិភាក្សាច្រើនជាមួយនឹងភាគីដៃគូអភិវឌ្ឍន៍ទាំងឡាយធនាគារនេះនឹងបន្តទទួលយកអនុសាសន៍នឹងការចូលរួមដោះស្រាយទាំងឡាយពីសំណាក់សង្គមស៊ីវិលកាលពីខែសីហាឆ្នាំ2011ធនាគារពិភពលោកបានផ្អាកជាបណ្ដោះអាសន្នចំពោះគម្រោងប្រាក់កម្ចីដល់រដ្ឋាភិបាលកម្ពុជាដែលមានទឹកប្រាក់ប្រមាណ$25 លានដើម្បីជំទាស់ទៅនឹងគោលនយោបាយរដ្ឋាភិបាលកម្ពុជាជុំវិញការបង្ខំបណ្ដេញពលរដ្ឋចេញពីលំនៅឋានដើម្បីឲ្យក្រុមហ៊ុនអភិវឌ្ឍន៍មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញលោកឡុងឌីម៉ង់កាលពីថ្ងៃទី5កុម្ភៈបញ្ជាក់ថាលោកមិនចាប់អារម្មណ៍ទៅនឹងសំណើរបស់ក្រុមអង្គការសង្គមស៊ីវិលឡើយទោះបីជាយ៉ាងណាក៏ដោយលោកអះអាងថាសាលារាជធានីនឹងបន្តដោះស្រាយវិវាទដីធ្លីជាបន្តទៀតអត់ទេយើងអត់ដែលបានរងចាំគាត់ផងយើងឃើញការងារចុះបញ្ជីដីធ្លីប្រទេសយើងទោះបីជាអត់មានអភិវឌ្ឍន៍អលម៉ាត់នោះក៏យើងធ្វើការចុះបញ្ជីរកឡើងឃើញតែរលូនតែខ្មែរគេធ្វើការតែមិនចាំបាច់ទៅបរទេសមិនបានមកទៅធ្វើការយើងកើតណាស់លោក Morton Sklar បន្តថាមានមូលហេតុជាច្រើនណាស់ដែលធនាគារត្រូវបន្តផ្អាកប្រាក់កម្ចីសិនមូលហេតុទាំងនោះរួមមានបណ្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិចំនួន2ចោទមន្ត្រីមានអំណាចរដ្ឋាភិបាលទីក្រុងភ្នំពេញពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពាក់ព័ន្ធទៅនឹងការបង្ខំបណ្តេញចេញនិងបញ្ហាសំខាន់ៗដទៃទៀតមន្ត្រីធនាគារពិភពលោកនៅមិនទាន់ឆ្លើយតបនឹងសំណើរបស់មន្ត្រីអង្គការសង្គមស៊ីវិលពាក់ព័ន្ធទៅនឹងសំណើសុំបើកកិច្ចប្រជុំនេះនៅឡើយទេរហូតដល់ថ្ងៃទី5កុម្ភៈខ្ញុំយុនសាមៀនវិទ្យុអាស៊ីសេរីប្រធានាធិបតី Washington